សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកការពិនិត្យចំពោះទារកដែលសម្រាភ្លាមឬក៏វះមកភ្លាមតើគ្រូពេទ្យខាងឯកទេសខាងទារកត្រូវពិនិត្យយ៉ាងខ្លះទីមួយគឺតកតងមួយពេលសម្រាភ្លាមមកអញ្ចឹងសម្រាប់របៀបធម្មជាតិយើងត្រូវពិនិត្យទៅលើច្បាប់បេះដូងរបស់ទារកនោះតើមានច្បាប់បេះដូងល្អឬក៏ច្បាប់បេះដូងរបស់គាត់តើល្អឬអត់ទេហើយមួយទៀតតកតងជាមួយនឹងខាងដង្ហើមតើគាត់ដកដង្ហើមអត់ឬក៏គាត់ដកដង្ហើមហើយគាត់ពិបាកដកដង្ហើមអញ្ចឹងហើយគេត្រូវមើលតកតងជាមួយនឹងនៅក្នុងកំប៉ុងសម្លេងរបស់គាត់ឬកំប៉ុងករបស់គាត់ហ្នឹងមានអ្វីស្ទះឬក៏គាត់អាចលាបជាទឹកភ្លុះឬក៏អីមួយដែលនៅក្នុងមាត់គាត់ធ្វើឲ្យការរាំងស្ទះរបស់ការដកដង្ហើមរបស់គាត់នេះហើយមួយទៀតតកតងជាមួយនឹងការពិនិត្យទៅលើពណ៌សម្បល់លើស្បែករបស់គាត់ហ្នឹងតើគាត់មានស្វាយអត់ឬក៏មានការឡើងគេហៅ channel គឺថាពណ៌ស្វាយដែលអបផ្សេងអត់គ្រប់គ្រាន់អញ្ចឹងយើងត្រូវពិនិត្យហេតុអីបានជាកុំក្មេងនឹងដកដង្ហើមបានល្អហើយតែនៅស្វាយឬក៏មានអាចនឹងតកតងមានជំងឺបេះដូងក្រហមបេះដូងពីកណ្ដាលឬអីចឹងហើយមួយទៀតតកតងជាមួយនឹងសាច់ដុំតែកម្លាំងសាច់ដុំគាត់ធាក់ខ្លាំងល្អអត់ឬក៏តកតងជាមួយនឹងជើងគាត់មកល្អនេះទៅយើងពិនិត្យតកតងកាយវិការរបស់គាត់ឬក៏កម្លាំងសាច់ដុំនៃគាត់ធាក់គាត់រើបំរាស់ហើយនឹងតកតងមើលអវយវៈរបស់គាត់ជាដើមយើងមើលសាច់ដុំជើងឬក៏បងកគាត់មានគ្រប់លក្ខណៈអត់យើងខ្លាចគាត់កាត់មកអត់គ្រប់លក្ខណៈឬក៏ស្វិតជើងឬក៏ជើងខ្វែងជំនាញហ្នឹងគឺជាការពិនិត្យមើលពេលដំបងនៃកាត់មកក្នុងរយៈពេល1នាទីទៅរយៈពេល5នាទីហ្នឹងអញ្ចឹងយើងត្រូវការពិនិត្យពីតាមបាច់នេះជាចំណុចសំខាន់នៃការពិនិត្យលើទារកដែលកាត់មកភ្លាមគ្រូពេទ្យខាងឯកទេសខាងទារកគាត់នឹងបានពិនិត្យឲ្យបានច្បាស់អរគុណច្រើន